បាទជំរាបសួរពុកម៉ែបងប្អូនយើងបាទហើយសម្រាប់ថ្ងៃនេះគឺខ្ញុំធ្វើការថត vlog នៅរោងចក្របាទខ្សែរូត88ណាបងប្អូនយើងហ្នឹងហើយហើយសម្រាប់ថ្ងៃទី12បងប្អូនបាទហ្នឹងហើយថ្ងៃទី12កន្លះថ្ងៃបងប្អូនណាហ្នឹងហើយអញ្ចឹងគឺយើងឃើញថាបាទកម្មការនីរោងចក្ររបស់យើងបាទគឺឃើញថាមានចំនួនតិចបាទជាងរោងចក្រដតីទេបងប្អូនបាទដោយសារតែរោងចក្ររូត88បាទរោងចក្រខ្សែរូត88របស់យើងហ្នឹងគឺមានចំនួនតែ3ឡានទេបងប្អូនណាបាទសរុបបូករួមបាទជាមួយនឹងផ្នែក QC បាទផ្នែកតុកាត់បាទក៏ដូចជាការអឺក្រុមវិច្ចខ្ចប់បងប្អូនណាបាទហ្នឹងហើយសម្រាប់ថ្ងៃនេះផ្ទាល់ផងដែរបាទគឺខ្ញុំក៏សូមអធិស្ឋានបាទទៅដល់បងប្អូនយើងដែរបាទដោយសារតែខ្ញុំបាទរៀងផលិតវីដេអូបាទក៏ដូចជាការចេញវីដេអូរៀងយឺតណាបាទក៏សូមអធិស្ឋានទៅដល់បងប្អូនយើងបាទដែលគាត់ធ្វើការនៅរោងចក្ររូតខ្សែរូត88នេះផងដែរណាហ្នឹងហើយដោយសារតែមានការយឺតយ៉ាវបន្តិចបងប្អូនបាទដោយសារតែខ្ញុំផ្ដិតយកនៅទស្សនវិជ្ជារួមណាបាទរៀងយឺតពេលបងប្អូនបាទរៀងមកដល់យឺតណាបងប្អូនបាទអញ្ចឹងទៅនាំតែយើងធ្វើការកាត់តបាទបន្ថែមបន្ថយទៅតាមហ្នឹងណាបងប្អូនដើម្បីឲ្យវីដេអូរបស់យើងលេចធ្លោឡើងហ្នឹងហើយបាទហើយគឺយើងឃើញថាក្នុងមួយក្រុមបាទគឺយើងជប់លៀងទៅតាមក្រុមនីមួយៗណាបងប្អូនយើងហ្នឹងហើយទៅតាមក្រុមនីមួយៗរបស់យើងបាទហើយបងប្អូនយើងឃើញស្រាប់ហើយណាហ្នឹងហើយបងប្អូនបានឃើញណាបាទនៅវីដេអូដែលខ្ញុំបាទធ្វើការផ្ដិតជូនបាទក៏ដូចជាការចែករំលែកណាបាទបងប្អូនបាទជាអនុស្សាវរីយ៍នេះបងប្អូនបាទទៅតាមបណ្ដាញសង្គមជាច្រើនបាទដូចជា Facebook TikTok Messenger សម្រាប់កម្មវិធីនីមួយៗដែលពុកម៉ែបងប្អូនយើងធ្វើការលេងណាហ្នឹងហើយអញ្ចឹងគឺយើងឃើញថាសម្រាប់រោងចក្រខ្សែរូត88របស់យើងហ្នឹងគឺឈប់សម្រាកហ្នឹងគឺចាប់ពីថ្ងៃទី13បងប្អូនបាទចំថ្ងៃអាទិត្យតែម្ដង13 14បាទ15 16យើងសរុបរួមគឺ21យើងចូលមកវិញបាទហើយគឺមានការរួមសបាយផងដែរបងប្អូនបាទអត់មានការចាប់រង្វាន់អីនោះទេបងប្អូនបាទគឺយើងមានតែអកកេសបាទຂະຫນាតធំបាទអកកេសຂະຫນាតធំពីដើមរបស់យើងណាបងប្អូនយើងហ្នឹងហើយគឺយើងលក្ខណៈសាមញ្ញបងប្អូនបាទហ្នឹងហើយតោះអរគុណបងប្អូនបាទហ្នឹងហើយដែលតែងតែចំណាយពេលបាទនឹងគ្រប់គ្រងបាទនៅវីដេអូរបស់ខ្ញុំតាំងតែពីដើមណាបាទនៃវីដេអូបាទរហូតទៅដល់ទីបញ្ចប់នៃវីដេអូនីមួយនោះផងដែរបាទហើយក៏សូមជូនពរបាទទៅកាន់ពុកម៉ែបងប្អូនយើងបាទធ្វើដំណើរបាទត្រឡប់ទៅផ្ទះណាបាទមានសុខសុវត្ថិភាពបាទទាំងទៅទាំងមកបាទហើយក៏ជូនពរបងប្អូនយើងបាទពេលត្រឡប់ចូលមកធ្វើការងារវិញបាទសំខាន់យើងធ្វើមិនបាទថែទាំបាទនៅសុខភាពរបស់យើងឲ្យបានកាន់តែល្អប្រសើរបាទដើម្បីបំពេញការងារបាទឲ្យរលូនទៅមុខវិញណាបងប្អូនយើងហ្នឹងហើយចឹងក្នុងនាមខ្ញុំជា admin បាទក៏សូមផ្ដិតជូនបាទនៅវីដេអូនេះផងដែរបាទបើសិនជាបងប្អូនយើងបាទមានកំហុសបាទឬក៏ខុសឆ្គងក្នុងការនិយាយរបស់ខ្ញុំណាហ្នឹងហើយក៏សូមពុកម៉ែបងប្អូនយើងអធិស្ឋានផងបាទការផ្ដិតយកនៅវីដេអូរួមនេះបាទគឺដើម្បីជាអនុស្សាវរីយ៍សម្រាប់ឆ្នាំក្រោយទៀតបងប្អូនបាទហ្នឹងហើយសម្រាប់ឆ្នាំក្រោយទៀតណាហ្នឹងហើយអញ្ចឹងបងប្អូនយើងដែលបានឃើញនៅវីដេអូរបស់ខ្ញុំបាទនោះក៏សូមមេត្តាកុំភ្លេចបងប្អូនហើយបាទជួយធ្វើការ like share បាទម្នាក់មួយផងបងប្អូនបាទទៅតាមបណ្ដាញឬក៏សង្គម social media ជាច្រើនដែលខ្ញុំបានរៀបរាប់នៅខាងដើមនៃវីដេអូនោះផងដែរបាទហើយកុំភ្លេចណាបងប្អូនបាទជួយ like ជួយ share បាទនៅវីដេអូរបស់ខ្ញុំបាទដែលមានឈ្មោះថាpage ផ្លូវការបាទហៀងស៊ីមchannel YouTube បងប្អូនបាទក្រុមមុំកសិករណាបងប្អូនយើងហ្នឹងហើយក្រុមមុំកសិករនេះផងដែរបាទអញ្ចឹងអរគុណបាទសម្រាប់ពុកម៉ែបាទលោកយាយលោកតាយើងហ្នឹងហើយដែលគាត់តែងទៅទស្សនាក៏ដូចជាបងប្អូនបាទធ្វើការនៅ
រោងចក្របាទខ្សែរូត88នេះផ្ទាល់តែម្ដងបាទអញ្ចឹងរោងចក្ររបស់យើងខ្សែរូត88នៅតែបន្តរើសបាទកម្មករកម្មការិនីរោងចក្របាទទាំង3ភេទបងប្អូនណាបាទដើម្បីចូលមកបម្រើការងារបាទនៅក្នុងរោងចក្រខ្សែរូត88នេះតែម្ដងផងដែរបាទអញ្ចឹងខ្ញុំបាទមានតែប៉ុណ្ណឹងបាទហើយអរគុណបងប្អូនបាទហ្នឹងហើយបើសិនជាខ្ញុំបាទធ្វើការនិយាយទៅមានបាទពាក្យពេចន៍លើសលួសខុសឆ្គងបាទឬក៏ធ្វើការផ្ដិតជូនណាបងប្អូនបាទចាប់កាមេរ៉ាជូនបងប្អូនយើងបាទមិនអស់គ្រប់គ្នានោះបាទក៏សូមអធិស្ឋានទៅដល់បងប្អូនយើងផងដែរហ្នឹងហើយព្រោះខ្ញុំបាទចាប់វាមានចន្លោះខ្វះខាតបន្តិចបន្តួចក៏សូមអធិស្ឋានបងប្អូនណាបាទហើយបងប្អូនហេតុអីបានជាមិនដាក់ជាសាច់ភ្លេងឬក៏បទចម្រៀងដែលគេចាក់បាទហ្នឹងហើយដោយសារតែខ្លាចជាប់នៅកម្មសិទ្ធិបញ្ញាគេហៅថាជាប់ copyright បាទធ្វើការរំលោភបំពានណាបងប្អូនយើងធ្វើឲ្យខូច channel YouTube បាទក៏ដូចជា page របស់ខ្ញុំបាទនេះផ្ទាល់តែម្ដងបាទហើយខ្ញុំក៏សុខចិត្តបាទធ្វើការអមអត្ថាធិប្បាយបាទក៏ដូចជាការរៀបរាប់ហ្នឹងហើយយ៉ាងមិនក្បោះក្បាយណាបងប្អូនយើងហ្នឹងហើយយ៉ាងមិនក្បោះក្បាយនេះផងដែរបាទអញ្ចឹងសូមអរគុណបាទនិងសូមជម្រាបលាបងប្អូន